បាទជានេះខ្ញុំឈ្មោះទៀងទីនេះជាគ្រូបង្គោលអ៊ុយ16នៅវិសាខាថាទៅសប្បាយចិត្តពេលដែលជួយក្នុងក្លឹបយុវជនដែលវិសាខាបានឆាំពីនថាទៅថ្នាលដែលរៀបចំជារៀងរាល់ឆ្នាំហ្នឹងគឺយើងជួយយុវជនយើងច្រើនដើម្បីអភិវឌ្ឍវិស័យកីឡានៅក្នុងប្រទេសកម្ពុជាយើងដើម្បីឈ្មោះទៅការមានការប្រកួតប្រជែងជាមួយនឹងអន្តរជាតិនៅក្រៅប្រទេសទីមួយយុវជនយើងត្រូវមានបរិញ្ញគឺវិន័យហើយនឹងការប្រឹងប្រែងវឹកហាត់ហើយនឹងក៏យើងអត់ភ្លេចដែរគឺការឲ្យគាត់ជំរុញឲ្យគាត់ការរៀនសូត្រទី2គឺក្នុងផលវិបាករបស់យើងគឺយុវជនយើងឆាប់ប្រឡែងខ្លួនឯងគិតថាខ្លួនឯងគ្រប់គ្រាន់គិតថាគាត់ហាត់ជាមួយគ្រូគិតថាខ្លួនឯងគ្រប់គ្រាន់សុខចិត្តចំណាយពេលដែលធ្វើអីផ្សេងគាត់អត់ព្រមប្រឹងវឹកហាត់ខ្លួនឯងបន្ថែមអីចឹងតែបើគាត់នឹងអាចប្រឹងវឹកហាត់បន្ថែមខ្លួនឯងខ្ញុំយុវជនយើងនឹងអាចឈានទៅការរីកចម្រើនទៅមុខបានទៀតថានៅកត្តារបស់យុវជនវិសាខាហ្នឹងទី1គឺខាងវិន័យការគោរពពេលវេលាហើយនឹងការស្នាក់នៅរបស់យើងបានជុំគ្នាទី1នឹងការភាពវៃឆ្លាតរបស់គាត់គឺកត្តាអ្វីដែលសំខាន់ជាងគេបាល់ទាត់គឺការវឹកហាត់ហ្នឹងឯងដែលធ្វើឲ្យយុវជនវិសាខាខ្លាំងទី1គឺสนំពោដល់តាមគ្រប់ក្លឹបតាមបណ្ដាញយើងត្រូវតែពង្រឹងដើម្បីរកយុវជនឲ្យបានច្រើនដើម្បីមានការគួតប្រជែងកុំឲ្យឃើញវាដាច់ពីគ្នាពេកយើងត្រូវតែមានជាពិសេសគឺយើងចង់បានកីឡាករយើងត្រូវតែប្រឹងប្រែងវឹកហាត់និងប្រឹងការវឹកហាត់ដើម្បីឲ្យគួតប្រជែងមើលទៅវាសប្បាយហើយក៏អរគុណដល់ជាពិសេសគឺអរគុណដល់ថ្នាក់ដឹកនាំជាពិសេសមេប្រុសមេស្រីក៏តែងតែចំណាយតែងតែលើកទឹកចិត្តដល់ក្រុមយុវជនមិនថាជាកីឡាករបាល់ទាត់ទាំងបុគ្គលិកទាំងអីទាំងអស់គាត់តែងតែចំណាយពេលដល់មហាធំធេងមែនសម្រាប់ធ្វើម៉េចក៏គាត់ចង់ឲ្យជួយកីឡាករក្នុងវិស័យកីឡានៅក្នុងស្រុកខ្មែរនិងប្រទេសកម្ពុជាយើងឲ្យបានរីកចម្រើនដើម្បីយើងមានការប្រកួតប្រជែងនៅស្រុកក្រៅឆ្នាំបន្ទាប់នេះខ្ញុំដាក់គោលដៅទី1គឺខ្ញុំត្រូវរក្សាតំណែងយើងហ្នឹងទី2គឺកាត់បន្ថយនៃការគេបើទាត់ចូលដោយសារឆ្នាំនេះខ្ញុំដាក់ target របស់ខ្ញុំ2គឺខ្ញុំយកពៀនឲ្យថ្នាក់ដឹកនាំឥឡូវបានហើយតែថ្នាក់ដឹកនាំគាត់ចង់បានមួយទៀតគឺការអត់ឲ្យគេទាត់ចូលច្រើនលើសពី10គ្រាប់ទេតែក្នុងឆ្នាំនេះខ្ញុំបរាជ័យអាហ្នឹងគឺគេទាត់ចូលលើសពី10គ្រាប់រាល់ដងតាមឆ្នាំដែលខ្ញុំកាន់យុវជនមកគឺគេអត់ដែលទាត់ខ្ញុំលើសពី10គ្រាប់ទេតែឆ្នាំនេះគឺ target របស់ខ្ញុំទៅជូនដល់មេប្រុសមេស្រីអត់បានតែឆាំពៀនបានតែពៀនឲ្យមេតែអាគ្រាប់ការគេទាត់ចូលច្រើនឆ្នាំក្រោយខ្ញុំនឹងបរិញ្ញរក្សាលំណៃហ្នឹងហើយនឹងកាត់ថយអត់ឲ្យគេទាត់ចូលលើសពី10គ្រាប់